ទៅនៅកម្មសំណងពុទ្ធសាសនាហើយយើងបញ្ចូលមុខងារពុទ្ធសាសនាព្រោះតាមពិតទៅពុទ្ធសាសនាខ្មែរយើងជាកន្លែងផ្ទុកចំណេះដឹងសាច់បាត់ទៅហើយពីជំនាន់ដើមប៉ុន្តែក្រោយមកដោយសារតែរដ្ឋាភិបាលលោកបង្កើតមានសាលារៀនមានអីចេញពីវត្តអារាមអញ្ចឹងទៅក៏ពុទ្ធសាសនាមើលទៅហាក់បីដូចជាបាត់បង់មុខងារមួយប៉ុន្តែមិនដូចនោះទេពុទ្ធសាសនានៅតែបម្រើឲ្យមុខងារអប់រំដដែលអញ្ចឹងយើងបញ្ចូលបណ្ណាល័យនេះទាំងមូលសម្រាប់ប្រសង់ក្នុងវត្តផងសម្រាប់ក្មេងវត្តផងសម្រាប់ពុទ្ធទូទៅផ្ទៃកាឡាមួយជាន់ជាង 1000 ណាជាង 1000 បានទេបងហើយជាន់ទី1មិនចំតដីបម្រើឲ្យមុខងារបណ្ណាល័យជាន់ទី1បម្រើឲ្យសាប្រជុំព្រោះដោយសារក្នុងខែកំពង់ឆ្នាំងនេះសប្តាហ៍ថ្ងៃវត្តមាន222វត្តបូកនឹងវត្តគណៈធម្មយុត្តិទៀតមានលើកនឹងទៀតប៉ុន្តែពេលដែលត្រូវការប្រជុំអនុសង្ឃវចរៈឬក៏ត្រូវការប្រជុំកិច្ចការងារទាំងមន្ត្រីសង្ឃទូទាំងខេត្តអីយើងខ្វះទីតាំងប្រជុំហើយត្រូវការទៅជួលសាលប្រជុំគេឬក៏ជួលរោងគេវាពិបាកហើយមិនសមរម្យទៀតអញ្ចឹងក៏ខ្ញុំគណៈអាត្មាសម្រាប់ចិត្តបញ្ចូលមុខងារសាលប្រជុំលំដាប់ថ្នាក់ខេត្តនេះដែលអាចផ្ទុកមនុស្សបានពី500ទៅ600នាក់ក្នុងសាលប្រជុំនេះដើម្បីបម្រើឲ្យកិច្ចការងាររដ្ឋបាលសង្ឃក្នុងខេត្តកំពង់ឆ្នាំងហើយមិនត្រឹមតែប៉ុណ្ណោះយើងមានសាលប្រជុំខ្នាតតូចព័ទ្ធជុំវិញសាលប្រជុំធំទៀតដែលអាចបម្រើការប្រជុំដែលលក្ខណៈស្ងាត់របស់ព្រះមន្ត្រីសង្ឃឬក៏ការងារប្រជុំរួមយើងមានហើយជាន់ទី2យើងធ្វើជាអន្តេវាសិកស្ថានសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រសង់ដែលលោកនិមន្តមកពីក្រៅប្រទេសឬក៏មន្ត្រីសង្ឃដែលលោកមានបណ្ដាលស័ក្តិលោកនិមន្តមកជាទស្សនកិច្ចឬក៏កម្មវិធីធ្វើការយើងមានអន្តេវាសិកស្ថានសម្រាប់ទទួលបដិសណ្ឋារកិច្ចលោកហ្នឹងហើយនឹងជាន់ទី3គឺខាងលើបង្អស់គឺយើងទុកជាសារមន្ទីរព្រោះដោយសារតែវត្តតែសតនេះបច្ចុប្បន្នយើងទទួលបានវត្ថុបុរាណដែលជាមរតកដូនតារបស់គាត់បន្សល់ទុកឲ្យឬក៏គាត់ជីកបានគាត់បានហើយប្រជាជនយើងពេលខ្លះក៏អត់មានការអប់រំបានជ្រៅជ្រៅក៏អត់ដឹងថារបស់អស់ហ្នឹងវាមានតម្លៃសម្រាប់ជាតិទេគាត់យកមកប្រគេនវត្តដើម្បីឲ្យស្លចាក់ធ្វើជាព្រះអីចឹងទៅប៉ុន្តែខ្ញុំកណាមិនទទួលរបស់នោះក្នុងនាមអញ្ចឹងទេគឺប្រមូលទុកមួយដុំហើយយើងធ្វើឃ្លាំងមួយដើម្បីទុកវត្ថុបុរាណទាំងអស់ហ្នឹងហើយត្រៀមនឹងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរដែលជាអគារពហុបំណងគណៈទានពោថ្លៃខ្លាំងទៀតណាគណៈអញ្ចឹងផែនការទាំងអស់នេះក្រោយចូលឆ្នាំនេះវាលេចធ្លោស្អីខ្លះបញ្ចប់បានស្អីខ្លះក្រោយពីមុនចូលឆ្នាំប្រពៃណីជាតិខាងមុខសំណង់ដែលយើងបានរួចរាល់ជាស្ថាពរនោះទី1គឺផ្លូវពីខ្សែផ្លូវដែលយើងធ្វើពីកស៊ូ AC គុណភាពដូចផ្លូវជាតិលេខ5ដែរហ្នឹងហើយយើងធ្វើយ៉ាងប្រណិតនេះប្រវែង 2200 ម៉ែត្រក្នុងវត្តនៅទាំងក្នុងវត្តទាំងក្រៅវត្តទាំងអង្គកោះដែលយើងធ្វើនេះបាន2200 ម៉ែត្រវាស្មើជាង2គីឡូដែរដីហើយតាវិការសរុបចូលគ្នាទៅចូល$70,000គាត់លើកពីខ្សែហ្នឹងហើយរបង780 ម៉ែត្រដែលចំណាយថវិកាប្រមាណជា$50,000ជាងវាមានតួលេខច្បាស់លាស់ដែរប៉ុន្តែខ្ញុំមិននិយាយខ្ញុំមិនអាត្មានិយាយអំពីដែលបញ្ហារួមសិនណាពូតួលេខតតែបានសភៅមើលខ្ញុំកណាមើលទីលានចតរថយន្តដូចជាមិនជាធំប៉ុន្មានទេព្រះអង្គមានគម្រោងពង្រីកទៀតទេតាមពិតទីលានចតរថយន្តយើងមានស្រេចបាត់ទៅហើយយើងអាចទុករថយន្តបានរហូតដល់10000គ្រឿងក៏បានដែរប៉ុន្តែដោយសារតែពុទ្ធបរិស័ទគាត់មកគាត់អត់ទាន់ស្គាល់អំពីគំនូសចរាចរណ៍ទីលានចតរថយន្តបានត្រឹមត្រូវអញ្ចឹងគាត់មកគាត់ស្រឡាញ់តាណាគាត់ជប់តានឹងចឹងអានោះយើងត្រូវការពង្រៀនគាត់នឹងគឺនៅលទ្ធិខៈហ្នឹងណាពួកគាត់អត់ទាន់យល់
មកជំរាបជូនយោមប្រុសបន្តិចមិនមែនជារឿងស្រួលទេគ្រាន់តែបន្ទប់ទឹកដែលយើងព្យាយាមធ្វើឲ្យទំនើបនេះណាបន្ទប់ទឹកមួយខូច3ដងហើយអូបច្ចុប្បន្ននេះណាប៉ុន្តែខ្ញុំមិនដឹងនៅជំនះទោះខូចប៉ុណ្ណាក៏ដោយត្រូវតែបំពាក់សម្ភារៈថ្មីដើម្បីបង្រៀនគាត់ឲ្យចេះប្រើរបស់ទំនើបឲ្យគាត់ទៅបានអញ្ចឹងផ្លូវក៏ដូចគ្នាដែរកន្លែងតាមពិតចំណតយើងអាចចតបានដល់10000គ្រឿងព្រោះយើងធ្លាប់ចតរួចហើយធ្លាប់ចតរួចហើយនៅក្នុងបរិវេណវត្តនៅក្នុងបរិវេណវត្តនៅក្បែរវត្តដូចគ្នាប៉ុន្តែពីរួមវត្តនេះយើងមិនមែនទិសដៅតែបម្រើឲ្យវិស័យសាសនាទេយើងបម្រើឲ្យទាំងមុខមាត់របស់ខេត្តក៏ដូចជាវិស័យទេសចរអញ្ចឹងការរៀបចំ master plan រួមទីចតរថយន្តទីចតតូចចក្រយានយន្តគឺវាមានសាច់បាត់ទាំងអស់ណាទៀតរកចាំតែការអនុវត្តហើយការចូលរួមរបស់ជាពុទ្ធបរិស័ទដែលគាត់ចូលរួមទៅណាទៀតអូប្រសើរណាស់ទៀតខ្ញុំកណាធ្លាប់មកដែរតែដល់មកខានមកតែមួយឆ្នាំដល់មួយឆ្នាំល្អផងផ្លែកអត់ទាត់ក្នុងដល់ហ្នឹងណាព្រះអង្គជួយបង្ហាញអំពីសាលាសនៈសំខាន់ហ្នឹងក៏ជាការឧបត្ថម្ភឬក៏ជាការចូលរួមរបស់អ្នកដឹកនាំខ្ញុំបានឃើញនេះរបស់គតិព្រឹទ្ធបណ្ឌិតសម្ដេចគតិព្រឹទ្ធបណ្ឌិតនេះទេណាសម្ដេចតេជោនេះទេណាមានសំណងអាគារមានសំណងមួយទៀតដែរជាអំណោយបន្ថ្លៃថ្លារបស់សម្ដេចមហារដ្ឋសភាធិការធិបតីគួរជាដារីគណៈប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជាហើយសំណងនេះគឺមែនតែនទៅយើងហៅថាកត់ប្រសង់ព្រោះបច្ចុប្បន្នប្រសង់ដែលមកបួសក្នុងវត្តនេះមានចំនួនច្រើនទាំងក្មេងវត្តទាំងអីផងអញ្ចឹងមានចំនួនច្រើនបច្ចុប្បន្នយើងប្រឈមនឹងការខ្វះទីសេនាសនៈសម្រាប់ប្រសង់ស្នាក់នៅដែរណាទៀតហើយក៏បានអំណោយដល់ថ្លៃថ្លារបស់សម្ដេចប្រធាននិងរដ្ឋសភានេះទៀតណាហើយនេះជាជាមួយគ្នាហ្នឹងនេះជាសំណងដែលមានស្រេចនេះមានស្រេចហ្នឹងហើយសំណងដែលមានស្រេចហើយខ្លងធំនេះជាសំណងដែលយើងនឹងកំពុងកសាងសពកសាងទៀតណាអូនេះសំណងមានស្រេចនេះទៀតណាបាទមានសំណងធំនឹងសាងសង់មានប្រមាណបន្ទប់ដែរដើម្បីសំណងនេះមាន2ជាន់ក្នុងជាន់មួយផ្ទុកបានប្រសង់50រូបអញ្ចឹង2ជាន់ផ្ទុកបានប្រសង់100រូបកណាអញ្ចឹងសិនគ្រប់ហើយទេណាដូចជាអត់មានខ្វះអីទេសាលាសនៈសេនាសនៈក្រោយពេលសំណង់ទាំង50មកនេះបញ្ចប់គឺយើងគ្រប់សម្រាប់តម្រូវការបច្ចុប្បន្នក៏ដូចជាតម្រូវការត្រឹម20ឆ្នាំទៅមុខយើងអាចគ្រប់គ្រាន់រួមមិនត្រឹមតែយើងកសាងសេនាសនៈសម្រាប់ប្រសង់ទេសូម្បីតែសេនាសនៈសម្រាប់ជាជីតាជីគឺយើងកំពុងតែកសាងរួមបាត់ទៅហើយអញ្ចឹងសប្តាហ៍ថ្ងៃយើងអាចផ្ទុកបណ្ដោះអាសន្នបានកណាទៀតព្រោះដោយសារតែប្រសង់និងបុគ្គលិកដែលបម្រើការក្នុងវត្តសប្តាហ៍ថ្ងៃមានជិត200អង្គនាក់200អង្គនាក់ជិត200អង្គដោយសារតែបុគ្គលិកអ្នកបម្រើការនៅក្នុងវត្តមាន130រូបបាន130នាក់ហើយនឹងប្រសង់និងយាយជីតាជីយើងបូកគ្នាជិត200អង្គនាក់ប្រសង់ប្រហែលអង្គប្រសង់សប្តាហ៍ថ្ងៃ40អង្គទេណាបូកនឹងយាយជីតាជីទៀតប្រហែលជាយាយជីតាជីច្រើនជាងណាក្នុងនោះមានកន្លែងដើម្បីសម្រាប់ធ្វើសមាធិយើងមានសាលវិបស្សនាមួយដែរនៅនឹងកោះដែលសប្តាហ៍ថ្ងៃកំពុងកសាងហើយបាន45%ហើយហ្នឹងហើយគម្រោងនឹងបញ្ចប់នៅឆ្នាំ2025ហ្នឹងហើយចំណាយថវិកា59,000ក្នុងនោះបានអាចបាន300នាក់ទៀតណាហើយព្រះអង្គមានគម្រោងយ៉ាងម៉េចដើម្បីធ្វើវិបស្សនាហ្នឹងអ្នកពុទ្ធបរិស័ទដែលចូលមកនោះបញ្ហាវិបស្សនានេះជាគោលពុទ្ធសាសនាប៉ុន្តែនិយាយពីបរិស័ទរបស់កម្ពុជាយើងភាគច្រើនការយល់ដឹងពីវិបស្សនាហ្នឹងនៅមានកម្រិតអ្វីដែលជាគោលបំណងរបស់ក្នុងបណ្ដាថ្នាក់ភាពគ្រាន់តែចង់ឲ្យមានទីតាំងមួយដែលអាចឲ្យបរិស័ទមកអង្គុយពេលដែលគាត់គិតអ្វីអញ្ចឹង
ពេលដែលគាត់ពិបាកចិត្តពេលដែលគាត់ស្មុគស្មាញអំពីបញ្ហាគ្រួសារសេដ្ឋកិច្ចឬក៏គាត់ឃើញត្រង់ក្នុងការងារដែលគាត់ប្រកទទួលទានត្រឹមតែមានកន្លែងមួយឲ្យគាត់រៀនអង្គុយដកដង្ហើមមកស្រួលខ្លួនធ្វើចិត្តគាត់ឲ្យសប្បាយក្នុងរយៈពេល10ទៅ15នាទីប៉ុណ្ណឹងក៏ជាការប្រសើរហើយសម្រាប់បញ្ហាស៊ីជម្រៅក្នុងមេរៀនវិបស្សនាយើងនឹងបង្កើតជាវគ្គទៅតាមក្រោយទៅទៀត ណាមើលឃើញថាវិបស្សនានេះព្រះអង្គបានជួយដល់សង្គមច្រើនពីព្រោះបញ្ហាក្នុងសង្គមមានច្រើនអញ្ចឹងពុទ្ធបរិស័ទទាំងអស់បងប្អូនហ្នឹងគឺអត់មានទីពឹកអីទេមានតែខាងវិបស្សនាហ្នឹងឯងអញ្ចឹងណាអញ្ចឹងបើសិនបើព្រះអង្គមានរៀបចំកម្មវិធីនេះបានច្រើនជាថាសង្គមយើងក៏ល្អប្រសើរច្រើនទេណាអរគុណណាស់តាមពិតសប្តាហ៍ថ្ងៃយើងទទួលបានការមើលឃើញពីពុទ្ធបរិស័ទពីផ្នែកអប់រំចិត្តនឹងច្រើនហើយវត្តយើងសប្តាហ៍ថ្ងៃក៏បម្រើឲ្យអភិបាលពួកគាត់ដែរប៉ុន្តែគ្រាន់តែយើងអត់ទាន់ធ្វើទីតាំងរួចរាល់អញ្ចឹងគាត់អាចទៅអង្គុយក្រោមម្លប់ឈើទីវាលស្មៅសួនច្បារដែលយើងបានធ្វើឲ្យស្រេចស្រេចនឹងពេលល្ងាចនេះដែរគាត់អាចអង្គុយបានទៀតណាទៀតគឺមិនឲ្យតែបានមកវត្តព្រះអង្គទៅគឺគាត់ជ្រះថ្លាទេអរគុណជួយបានច្រើនទៀតសំណួរចុងក្រោយព្រះអង្គទៅផ្ញើមកច្រើនណាស់ថាចង់ឲ្យជួយទូលព្រះអង្គសួរព្រះអង្គថាតើព្រះអង្គមានគោលបំណងមុនទៅព្រៃមែនឬក៏យ៉ាងម៉េចទៀតគោលបំណងនេះជាគោលបំណងតាំងពីដើមរបស់ខ្ញុំណាមកដែលមានហើយដូចជាមិនធ្លាប់គិតថានឹងប្រែផ្លាស់ប្ដូរអីទេប៉ុន្តែពាក់ព័ន្ធជាមួយកិច្ចការងារដែលជាបន្ទុករបស់ខ្ញុំណាថ្មសប្តាហ៍ថ្ងៃគឺនិយាយឲ្យរួមគឺវត្តនេះទាំងមូលបញ្ហានេះវាជាបញ្ហាចោតដែលគ្រប់មជ្ឈដ្ឋានតែងតែសង្ស័យឬសួរនាំអីចឹងទៅមែនតើទៅការត្រឡប់ទៅព្រៃនេះវាជាបញ្ហាសម្រាប់ជាបញ្ហាសម្រាប់ផ្លូវកាយផ្លូវចិត្តមិនមែនជាភារកិច្ចឬក៏តបកិច្ចឬក៏មានបទបញ្ជាអីដែលត្រូវនិមន្តទៅវាទៀតណាទីមួយវាជាសន្យាផងសន្យាថាយើងមកជួយទីនេះតែ7ឆ្នាំទេហើយក្រោយពីនឹងទៀតអាចរឹងដៃរឹងជើងហើយយើងក៏ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តខ្លួនធ្លាប់មានបន្តមកទៀតប៉ុន្តែសប្តាហ៍ថ្ងៃវាមិនត្រឹមតែជាសន្យាវាថែមទាំងភារកិច្ចដែលមិនទាន់ហើយស្រេចបាច់អញ្ចឹងកិច្ចការងារនេះខ្ញុំគណៈអាត្មានឹងចាត់ចែងបន្តទៅទៀតឲ្យធ្វើម៉េចមិនឲ្យកិច្ចការងារទាំងអស់នេះវាដួលរលំទេព្រោះធម្មតាកាលណាដែលយើងធ្វើហើយបើដួលរលំវាបរាជ័យទាំងអស់គ្នាទាំងម្ចាស់សទ្ធាក៏គាត់អស់នៅទឹកចិត្តទាំងគ្រប់យ៉ាងទាំងអស់វានឹងរលាយរលត់ទៅតាមអ្វីដែលយើងអាចបានសម្រេចតាមផែនការណាប៉ុន្តែខ្ញុំក៏នឹងចាត់ចែងដោយយកចិត្តទុកដាក់មិនមែនថាទៅហើយទៅបោះចោលមិនអញ្ចឹងទេគឺថានឹងចាត់ចែងបន្តកិច្ចការងារនេះរហូតដល់ហើយស្រេចបាច់ប៉ុន្តែសួរថាទៅនៅតែទៅប៉ុន្តែរឿងជួយនៅតែជួយជាងដូចគ្នាទៅផងជួយផងនឹងហើយយ៉ាងម៉េចដែរព្រះអង្គកិច្ចការងារនេះវាស្ថិតនៅក្នុងភាពមួយគេហៅថាការរៀបចំណាអញ្ចឹងអ្វីៗគ្រប់យ៉ាងនៅលើការរៀបចំទៅមិនទេណាទៀតព្រោះពុទ្ធបរិស័ទបងប្អូនជាពលរដ្ឋយើងថាអត់ពីព្រះអង្គទៅដូចខ្វះអីមួយនៅក្នុងចិត្តរបស់គាត់ទេតាមពិតទៅគ្រប់គ្នាវាអញ្ចឹងតែយើងត្រូវតែហ៊ានទី1ពេលណាដែលយើងដកខ្លួនចេញយើងអាចកលែងមើលមនុស្សដែលមានសមត្ថភាពបន្ទាប់ពីយើងហើយកាលណាដែលយើងឃើញមនុស្សមានសមត្ថភាពបន្ទាប់ពីយើងអាចញញឹមបានព្រោះនេះជាធនធានដែលនឹងកើតឡើងបើកាលណាយើងនៅតែក្តាប់កិច្ចការងារនេះតែឯងយើងធ្វើឲ្យទីនេះទាំងមូលមានតែយើងកណាទៀតអញ្ចឹងអ្នកដទៃអត់មានឱកាសក្នុងការបញ្ចេញសមត្ថភាពប្រសងបកែក៏មានច្រើនក្នុងព្រះរាជាណាចក្រក្នុងវិស័យពុទ្ធសាសនានេះមានមនុស្សបកែច្រើនណាស់ប៉ុន្តែសំខាន់តែយើងទុកឱកាសឲ្យគេបានបញ្ចេញដែរឬអត់ដូចជាវត្តនេះអញ្ចឹងតាមពិតទៅវត្តនេះហេតុអីតាំងពីកើតតាំងពីល្បីល្បាញមកអត់ដែលមានចំនួនផ្ទៃក្នុងហើយការរៀបចំខ្ញុំកណ្ដាលស្មានរវល់រាល់ថ្ងៃទៅតាមខេត្តទេតាមរថយន្តការងារគ្រប់កន្លែងប៉ុន្តែហេតុអីក៏ការសាងសង់ការនៅក្រុមវត្តនៅតែដំណើរការបានដោយរលូនតាមពិតមកពីមានសហការីបកែណាទៀតហើយស្មោះត្រង់ណាទៀតអញ្ចឹងអ្នកទាំងអស់នេះ
ជាសេនាធិការរបស់ខ្ញុំគណៈអាត្មាបានបន្តទៀតបន្ទាប់ដល់ខ្ញុំគណៈដកពេលចូលទៅក្នុងព្រៃ5ខែ6ខែ1ឆ្នាំក៏អ្នកទាំងអស់នោះនៅតែបន្តការងារបានអ្វីដែលជាទិសដៅដែលខ្ញុំគណៈបានកំណត់ជូនអញ្ចឹងវាអត់ជាបញ្ហាអីទេគណៈទៀតអញ្ចឹងប្រសាទធ្វើចិត្តនៅទីណាបងនេះគឺជាការសន្យារបស់ព្រះអង្គនៅទីណាអញ្ចឹងមិនអាចនឹងជូនបងប្អូនទាំងអស់បានទេពេលខ្លះគឺព្រះអង្គក៏ត្រូវការអ្វីដែលព្រះអង្គបានសន្យាហើយព្រះអង្គចង់បានដែរឃើញណាខ្ញុំប្រកាសថាថ្លែងអរគុណព្រះអង្គយ៉ាងជ្រាលជ្រៅហើយក៏សូមសុខភាពរបស់ព្រះអង្គទេណាព្រោះមានតាយាយច្រើនណាស់បារម្ភពីសុខភាពខ្លាចព្រះអង្គតែព្រះអង្គប្រកែស្រាប់អត់អីទេមិនសិនជាមានអត់ស្មានមានបញ្ហាសុខភាពអីទេបញ្ហាដូចជាអត់មានទេអត់មានទេណាប្រកែនៅផ្ទះបារមីខ្លាំងណាស់ទេណាអរគុណព្រះអង្គជំរាបចុងក្រោយដែរគឺសំណងដែលយើងក្រោយពីបញ្ចប់ចូលឆ្នាំខ្មែរនេះហើយយើងនឹងធ្វើពិធីសម្ពោធឆ្លងនៃសមិទ្ធផលមួយវគ្គសិនដែលរួមមានផ្លូវពីខ្សែមានស្ពានបេតុងពីខ្សែមានទីសនាស្ងាត់តម្កល់ព្រះពុទ្ធរូប3កន្លែងរហ័សទឹករួមតម្កល់ជួងរបងផ្ទះបាយឃ្លាំងនិងខ្សែប្រព័ន្ធភ្លើងនៅក្នុងវត្តដែលយើងនឹងដាក់សម្ពោធឆ្លងជាមួយនឹងបន្ទប់ទឹកសាធារណៈដែលយើងបានកសាងហើយ3-4បន្ទប់ហ្នឹងអញ្ចឹងនឹងប្រពធ្វើពិធីឆ្លងនៅថ្ងៃទី10ខែ5ទី10ខែ5ទេណាឆ្នាំ2025មកយប់មួយថ្ងៃទេទៀតណាយើងធ្វើតែមួយថ្ងៃទេអីយប់មានពិធីយប់ស្អែកឡើងថ្ងៃវិសាខបូជាយើងធ្វើពិធីពិសេសពិធីពិសេសតទៀតណាអរគុណណាស់ទៀតសូមអរគុណព្រះអង្គទេណាអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំសូមបកស្រាយបញ្ហាពីជំងឺដងបាត់កាពះពោះវៀនព្រោះការជំងឺពីរមុខនោះវាបានទៅគ្នាទី1គឺស្អល់ពោះតាំងពោះហូបបន្លែអីស្រស់ៗទៅមករៀបមកភ្លាមនឹងមកអត់កាន់នេះរបៀបដូចមកស្រស់ភ្លាមហ្មងធ្វើយើងស្អល់ពោះតាំងពោះថប់ដង្ហើមសម្រាប់ទៅលក់ហើយធ្វើយើងរួយដៃរួយជើងរួយកសម្រាប់ភ្នែកថប់ដង្ហើមឈឺក្បាលអាងឹតមុខស្លុបភ្លេចភ្លាំងច្រើនស្បែកក្តៅស្បែកស្អាតស្បែកស្ងួតតាំងពោះឆ្អល់ពោះថប់ដង្ហើ